បាទសូមគោរពជម្រាបសួរបាទទៅដល់ពុកម៉ែបងប្អូនបាទលោកតានិយាយទាំងអស់គ្នាបាទដែលតែងតែនិយមបាទនឹងគ្រប់គ្រងនៅក្នុង Channel បាទ PPN TV MM បាទពុកម៉ែបងប្អូនបាទលោកតានិយាយថ្ងៃនេះខ្ញុំបកណាបាទខ្ញុំបាទចន្ទថាបាទសូមចែករំលែកបាទនៅគាថាបំបាំងខ្លួនបាទដើម្បីរៀនទៅបាទគីឡូទុកប្រើបានទៅជាប្រយោជន៍បាទជាពិសេសបាទបងប្អូនបាទកងទ័ពយើងបាទដែលនៅជួរមុខបាទនឹងលោកតាលោកយាយបាទដែលឆ្លាញ់នៅបាទមុនគាថានេះអាចយកទៅសិក្សាបាទរៀនសូត្របានបាទនឹងយើងសម្រាប់ពេលមានលសន់បាទមានភ័យមានគេបាទពាត់ចាប់យើងបាទឬក៏យើងបាទមិនចង់ឲ្យសត្រូវណាមួយបាទមើលឃើញយើងបាទយើងអាចយកគាថានេះបាទយកបាទទៅប្រើការបានបាទឬក៏ជាប្រយោជន៍ណាបាទហើយគាថានេះបាទមុននឹងស្វាធ្យាយសូត្រយើងត្រូវបាទរំលឹកនឹកគុណដល់ព្រះមហាឥសីបាទហើយនឹងលោកតាឥសីសក់វែងលោកតាឥសីសក់សបាទហើយភាវនាគាថានេះទៅបាទនឹងមានរិទ្ធមានអំណាចបាទអាចបាំងបាទភ្នែកខ្មាំងសត្រូវទាំងឡាយទាំងពួងបាទមិនឲ្យមើលឃើញយើងបានបាទហើយគាថានេះដែរយើងសូត្របាទចំនួន7ចប់បាទសូត្រ7ចប់ណាបាទបើសិនយើងមានកពតស្មៅណាមួយដែលយើងពួនបាទយើងភាវនាគាថានេះ7ចប់ទៅយើងគួចស្មៅបាទហ្នឹងទៅយើងអធិដ្ឋានថាសូមឲ្យសត្រូវនោះបាទមើលយើងពុំឃើញបាទលុះត្រាតាកំនួចដែលយើងគួចហ្នឹងអាលាស្រ័យពេលណាសូមឲ្យបាទសត្រូវនោះមើលឃើញចុះតែបើកំនួចដែលយើងគួចនេះបាទទៅហើយវាមិនអាលាដោយដើមបាទសូមកុំឲ្យសត្រូវនោះមើលឃើញយើងអញ្ចឹងណាពុកម៉ែបងប្អូនបាទយើងអាចយកទៅសិក្សាប្រើប្រាស់បានបាទអញ្ចឹងគាថានឹងមុននឹងសូត្រយើងតាំងនៅនមោ3ចប់ហើយយើងរំលឹកគុណដល់មហាឥសីនិងឥសីសក់វែងឥសីសក់សបាទយើងរំលឹកគុណណាបាទព្រោះនេះជាគាថារបស់បាទមហាឥសីបាទមហាឥសីបាទដែលនៅក្នុងផ្លូវញៀនណាបាទមិនមែននៅក្នុងផ្លូវលោកយើងនេះទេបាទអញ្ចឹងគាថាហ្នឹងយើងតាំងនមោហើយយើងលឹកគុណដល់បាទលោកតាឥសីមហាឥសីឥសីសក់វែងនិងឥសីសក់សហើយបាទយើងបាទចាប់ផ្ដើមសូត្រនៅគាថានេះទាំងអស់គ្នាបាទនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបាទយើងសូត្រ3ចប់ណានមោហ្នឹងណាបាទហើយយើងចាប់ភាវនានៅគាថានេះទាំងអស់គ្នាដូចចេះថាបាទបរសឧបាទបរសឧនេះជាបណ្ដោគាថាទេពុកម៉ែបងប្អូនបាទខ្លីហើយស្រួលចាំបាទបរសឧបាទបរសឧបរសឧយើងភាវនាយ៉ាងទៅបរសឧ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 បាទយើងសូត្រទៅបាទ7ចប់ទៅបើសិនមានកំនួចស្មៅឬក៏ភ័យយើងគួចទៅបាទតែបើយើងដើរយើងពងភ័យអសន្នបាទនៅកណ្ដាលវាអីបាទយើងអាចសូត្រភាវនាគាថារហូតយើងរត់គំងាកក្រោយបាទឬក៏យើងពួននៅកតុភ័យណាមួយទៅចុះបាត់ហើយអញ្ចឹងណាបាទនេះគាថានេះសម្រាប់យើងប្រើប្រាស់អញ្ចឹងបាទសម្រាប់ពេលយើងមានអាសន្នមានភ័យដូចជាស្រុកយើងឥឡូវកំពុងកើតសង្គ្រាមនេះដែលចៅសៀមឈ្លានពាននេះបាទមកលើទឹកដីយើងបាទអញ្ចឹងយើងអាចយកគាថានឹងប្រើប្រាស់បានបាទសម្រាប់បិទបាំងភ្នែកបាទសត្រូវពួកសៀមពួកចៅនេះណាអញ្ចឹងយើងយកគាថានេះយកប្រើទៅជាគាថាមួយដ៏មានមហិទ្ធិឫទ្ធិមហោសចារ្យ
យើងអាចប្រើប្រាស់បានបាទអញ្ចឹងអរគុណពុកម៉ែបងប្អូនបាទលោកតាយាយអញ្ចឹងខ្ញុំប្រកាសណាបាទខ្ញុំបាទចន្ទថាបាទក៏សូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅបាទឱកាសក្រោយទៀតចឹងណាពុកម៉ែបងប្អូនណាអរគុណច្រើន